ក្នុងឱកាសធ្វើជាវាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជាឆ្នាំ2026អ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអំពាវនាវឲ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការលាងបាបដែលសំដៅលើការលុបបំណុលពន្ធដារដែលនៅសេសសល់ចំពោះវិស័យឯកជនដែលអគ្គនាយកដ្ឋានពន្ធដារបានរកឃើញដើម្បីជំរុញឲ្យពួកគេអាចមានលទ្ធភាពបន្តបង្កើតអាជីវកម្មថ្មីៗនិងចូលរួមអនុលោមតាមច្បាប់ពន្ធដារកាន់តែប្រសើរឡើងឆ្លើយតបនឹងការអំពាវនាវនេះឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលតែងតែផ្ដល់ការអនុគ្រោះនិងលើកឡើងសម្រាប់វិស័យឯកជនពាក់ព័ន្ធនឹងបញ្ហាពន្ធដារជាបន្តបន្ទាប់ដើម្បីជួយសម្រួលដល់វិស័យឯកជនទោះជាយ៉ាងណាឯកឧត្តមជំរុញឲ្យវិស័យឯកជនត្រូវបង្កើនការប្រតិបត្តិអាជីវកម្មប្រកបដោយតម្លាភាពនិងអនុលោមឲ្យបានពេញលេញតាមច្បាប់ពន្ធដារដើម្បីបញ្ជៀសបញ្ហាដដែលដែលអាចកើតមានទៅថ្ងៃខាងមុខខ្ញុំសំណូមពរមួយទៀតសូមឲ្យអាយដាមមេត្តាគិតគូររឿងលៀងបាបទាំងអស់គ្នាទៅសូមឲ្យអាយដាមគិតគូរអំពីបញ្ហាលៀងបាបកុំទុកបញ្ហានៅហ្នឹងពីព្រោះបើថាទុកតែបញ្ហានៅហ្នឹងអាបញ្ហាហ្នឹងអត់ទៅណាទេនៅតែហ្នឹងអញ្ចឹងសូមឲ្យអាយដាមមេត្តាសម័យនេះហើយវាសម័យមុនឥឡូវដល់ទៅមុខអញ្ចឹងដើម្បីឲ្យគ្នាហ្នឹងគេហៅមានឈាមថ្មីដើម្បីបង្កើតអីថ្មីឲ្យទៅហ្មងអញ្ចឹងសូមអាយដាមគិតពិចារណាមើលលៀងបាបទៅឲ្យចាប់ថ្មីឲ្យទាំងអស់នាំគ្នា compliant ទាំងអស់ Thank you រឿងលៀងបាបពន្ធដារលៀងមកយោហើយបាទតាមពីខ្ញុំមកលៀងបាបប្រហែល10ដងសឹងរាល់ឆ្នាំគឺលៀងរហូតបាទប៉ុន្តែអ្នកធ្វើបាបចេះនៅបកបាបរហូតចឹងទៅតើតកែខ្លួនដែរណាបាទយើងមាន tax amnesty តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអំពីការលៀងបាបនឹងលើកលែងពីនៃការប្រាក់ឯហូហែរហូតហើយមានលិខិតកែតម្រូវពន្ធដារហ្នឹងអ្នកដឹងខ្លួនត្រូវមកកែតម្រូវខ្លួនឯងអីខ្លួនឯងត្រូវមកប្រកាសបង់ពន្ធកុំឲ្យមន្ត្រីពន្ធដារទៅពីនៃពីអីហ្នឹងគឺយើងធ្វើអស់ហើយបាទគឺថាអនុវត្តគ្មានរដ្ឋបាលសារពពុទ្ធណាស្លូតជាងពន្ធដារកម្ពុជាទេបាទឥឡូវហ៊ានទទួលស្គាល់អត់អ្នកស្រុកប្រាំងអីក៏ដោយឥឡូវសាកមើលមួយពន្ធដារស្រុកប្រាំងពន្ធអីមើលគេមិនដែលមកអង្គុយនិយាយគ្នាចេះទេបាទតែយើងមកអង្គុយនិយាយគ្នាត្រង់ open dialogue open ទទួលយកអញ្ចឹងការលៀងបាបតាំងពីលៀងបាបនៅក្នុងផ្នែកផ្សារហ៊ុនក៏យើងលៀងបាបណាយើងបានធ្វើរួចអស់ហើយលៀងបាបប្រកាសក្រសួងហិរញ្ញវត្ថុពីរឿងកែតម្រូវលិខិតប្រកាសឯនោះ tax amnesty គឺយើងធ្វើដែរឥឡូវនឹងទៅបន្តទៀតលៀងបាបបាទអញ្ចឹងសូមឲ្យសហគ្រាសទាំងអស់សូមទទួលយកការអំពាវនាវរបស់អ្នកអង្គការសូមពង្រឹងអនុលោមភាពទាំងអស់គ្នាយើងខ្ញុំពង្រឹងតម្លាភាពទាំងអស់គ្នាបាទតើវាអាចក្លាយជាទម្លាប់អាក្រក់និងធ្វើឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនដែលបង់ពន្ធត្រឹមត្រូវទេប្រសិនបើអគ្គនាយកដ្ឋានពន្ធដារចេះតែបន្តលុបបំណុលពន្ធដល់ក្រុមហ៊ុនដែលមិនអនុលោមតាមច្បាប់ពន្ធដារឆ្លើយតបនឹងសំណួរនេះក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថាពិតប្រាកដណាស់វាអាចធ្វើឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងយ៉ាងខ្លាំងបើសិនជាការលុបបំណុលពន្ធដារជាញឹកញាប់ពេកវានឹងក្លាយជាទម្លាប់អាក្រក់និងគ្មានស្តង់ដារព្រោះក្រុមហ៊ុនសហគ្រាសមិនគោរពច្បាប់អាចមានអត្ថប្រយោជន៍លើក្រុមហ៊ុនសហគ្រាសបង់ពន្ធត្រឹមត្រូវមួយវិញទៀតការដែលបំផ្លាញវិន័យពន្ធធ្វើឲ្យអ្នកវិនិយោគអ្នកជំនួញអាជីវកម្មខ្លះរំពឹងថានឹងមានការលើកលែងនាពេលក្រោយៗទៀតពិសេសជាងនេះទៅទៀតវានឹងធ្វើឲ្យប៉ះពាល់ចំណូលជាតិនិងភាពជឿទុកចិត្តគ្នានិងធ្វើឲ្យសាធារណជនយល់ថាប្រព័ន្ធច្បាប់ពន្ធដារមិនស្មើភាពប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ចលើកឡើងដែរថាវាអាចសមស្របនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចករណីពិសេសឬ tax amnesty ដែលមានគោលការណ៍ច្បាស់លាស់កំណត់ពេលនិងតម្លាភាពសរុបជារួមការលុបបំណុលឬលើកលែងពន្ធគ្មានស្តង់ដារអាចប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនស្មោះត្រង់និងបរិយាកាសប្រកួតប្រជែងប៉ុន្តែបើអនុវត្តដោយគោលការណ៍ច្បាស់លាស់វាអាចក្លាយជាឧបករណ៍គោលនយោបាយបាន
គូជំរាបថាវេទិកាពន្ធដារកម្ពុជាឆ្នាំ2026បានបង្ហាញពីការចូលរួមជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានពន្ធដារ GDT ក្នុងការពង្រឹងរដ្ឋបាលពន្ធដារការបង្កើនវប្បធម៌អនុលោមភាពនិងការពង្រឹងកិច្ចសន្ទនារវាងវិស័យសាធារណៈនិងឯកជនព្រឹត្តិការណ៍នេះជាវេទិកាដ៏សំខាន់មួយក្នុងការបញ្ជាក់ពីទិសដៅកំណែទម្រង់ការពង្រឹងគោលការណ៍តម្លាភាពនិងការលើកកម្ពស់ Digital លុបពាណិជ្ជកម្មនៅក្នុងប្រព័ន្ធពន្ធដារនៅកម្ពុជា